ពិភពលោកមិនអាចកាត់ផ្ដាច់ពីគ្នាបានទេអញ្ចឹងកម្ពុជាក៏គ្មានជំរឿនរើសពីណាទាត់ពីណាដូចដែរយើងស្វាគមន៍ទាំងអស់ដើម្បីអីដើម្បីសុខភាពខ្លួនយើងបើយើងហូបសាច់សុទ្ធគេវាលើសកូលេស្តេរ៉ុលលើសខ្លាច់បើយើងហូបបន្លែសុទ្ធអាចថាខ្វះជីវជាតិមិនល្អយកទាំងពីរយកទាំងផ្លែឈើយកទាំងអីទៀតបើយកស្ពៃនិងសាច់គោមកតែពីរអត់ទៅទេត្រូវការអំបិលវាជែងត្រូវការស្អីសម្រាប់ឲ្យឆ្ងាញ់ថែមទៀតអញ្ចឹងយកមកដើម្បីខ្លួនយើងគឺជាអ្វីគឺសេដ្ឋកិច្ចជាតិគឺការងារនិងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋយើងធ្វើការតាក់ទាញវិនិយោគមិនថាពីអាមេរិកមិនថាពីចិនពីជប៉ុនពីអឺរ៉ុបពីអីទាំងអស់យកទាំងអស់អាហារផ្លែឈើដាក់ក្នុងខ្លួនយើងដើម្បីយើងជំរុញសេដ្ឋកិច្ចជាតិយើងបង្កើតការងារជួយជំរុញប្រាក់បៀវត្សជូនបងប្អូនរបស់យើងឲ្យបានច្រើននេះគឺជាកិច្ចការសំខាន់ហើយសក្ខីភាពជាក់ស្ដែង 30,000 អ្នកជាងនៅអង្គុយនៅទីនេះមិនមែន 30,000 អ្នកជាងទៅជប់មកពីណាហើយពាក់ផ្លាកជាកម្មការនេះនៅទីនេះទេគឺសិតតែពាក្យច្រើនធ្វើការនៅទីនេះបាទហើយទាំងអស់ធ្វើការនៅទីនេះតែម្ដង